លោកអនុทินប្រកាសមិនបើកច្រកព្រំដែនជាមួយកម្ពុជាដាច់ខាតបើខ្លួនឆ្នាក់ឆ្នោតលោកអនុทินច័ន្ទវីរគុលមេដឹកនាំបកភូមិใจไทยនៅថ្ងៃ30មករាបានប្រកាសគោលជំហរយ៉ាងដាច់ខាតលើបញ្ហាអធិបតេយ្យភាពជាតិដោយបានបញ្ជាក់ថាបើគណៈបកលោកឆ្នាក់ឆ្នោតលោកនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាជាដាច់ខាតដរាបណានៅតែមានការគំរាមកំហែងដល់ទឹកដីថៃលោកបានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកនឹងមិនចោះញោមចំពោះសត្រូវឡើយហើយនឹងការពារបូរណភាពទឹកដីថៃដោយជីវិតដើម្បីធានាថាគ្មានបរទេសណាម្នាក់អាចមកបង្គាប់បញ្ជាឬរំលោភបំពានសិទ្ធិរបស់ជនជាតិថៃបានឡើយតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Standard ក្រៅពីបញ្ហាការពារជាតិលោកអនុทินក៏បានបដិញ្ញាការពារស្ថាប័នព្រះមហាក្សត្រយ៉ាងដាច់អហង្ការដោយប្រកាសថានឹងមិនអនុញ្ញាតឲ្យមានការកែប្រែមាត្រា112ជាដាច់ខាតព្រោះលោកយល់ថាការការពារប្រមុខរដ្ឋគឺជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់បំផុតសូមបញ្ជាក់ថាលោកបានលើកឡើងសារនេះនៅក្នុងវេទិកាផ្សព្វផ្សាយគោលនយោបាយបកដ៏ធំនៅសួនលុម្ពិនីដើម្បីបង្ហាញពីការត្រៀមខ្លួនក្នុងការដកស្រាយបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខជាតិថៃបើគណៈបកលោកឆ្នាក់ឆ្នោត